ទិញ Bitcoin លេងចំណេញលុយមែនតែនជាង$88,000ដោយការពីឆ្នាំ2009នឹងនៅពេលដែល Bitcoin មានតម្លៃត្រឹមតែ$0.0054ហ្នឹងគឺមានក្មេងប្រុសម្នាក់ដែលគាត់បានចំណាយលុយរបស់គាត់នោះចំនួន$22ដើម្បីទិញ Bitcoin យកមកធ្វើការសិក្សាស្រាវជ្រាវแล้วគាត់ចង់ស្វែងយល់ពី blockchain ស្វែងយល់ពីបច្ចេកវិទ្យាពាក់ព័ន្ធជាមួយនឹង cryptocurrency អីហ្នឹងដោយសារតែគាត់នឹងគឺជាអ្នកដែលរៀនខាងបច្ចេកវិទ្យាដូចជាខាង IT ឬក៏ computer science អញ្ចឹងក្រោយមកទៀតអ្វីដែលគាត់អត់រំពឹងទុកនឹង Bitcoin ដែលគាត់បានចំណាយលុយទិញត្រឹមតែចំនួន$27ហ្នឹងវាក៏ត្រូវបានឡើងថ្លៃសរុបដល់ទៅ$88,600នៅក្នុងឆ្នាំ2013ហើយគាត់ក៏មានការភ្ញាក់ផ្អើលខ្លាំងមែនទែនអានេះគឺជាសំណាងលើគោកតែម្ដងហើយចំពោះរឿងដែលចម្លែកមួយទៀតនោះសូម្បីតែគាត់ខ្លួនឯងហ្នឹងក៏គាត់អត់បានចាប់អារម្មណ៍ក៏ដូចជាអត់បានចាំថាគាត់បានទិញ Bitcoin កាលពីឆ្នាំ2009ដែលនៅក្នុងតម្លៃ$0.0054ហ្នឹងដែរពួកគាត់គិតថាគាត់ទិញហើយគាត់ចោលអញ្ចឹងណាដោយសារតែគាត់មិនរំពឹងថា Bitcoin ហ្នឹងគឺវានឹងឡើងថ្លៃដល់ម្លឹងអញ្ចឹងណាប៉ុន្តែក្រោយមកទៀតនៅពេលដែល Bitcoin ចាប់ផ្ដើមឡើងថ្លៃខ្លាំងនឹកឃើញថាគាត់ដូចជាធ្លាប់បានទិញ Bitcoin ម្ដងដែរដែលចំណាយ$27ហ្នឹងហើយគាត់ក៏បានធ្វើការរក file ចោលរបស់គាត់ក៏ដូចជារកឃើញ password ដែលអាច access ចូលទៅកាន់ wallet របស់គាត់បានហើយជាលទ្ធផលអ្វីដែលគាត់ទទួលបានគឺចំនួនលុយ$88,600ដែលនៅក្នុង wallet របស់គាត់ដែលជា Bitcoin នេះឯងប៉ុន្តែចំនួនលុយ$88,600ហ្នឹងវាគឺជាចំនួនលុយដែល Bitcoin នៅក្នុងឆ្នាំ2013បើសិនជាគាត់ទុកឲ្យ Bitcoin មកដល់ឥឡូវឬក៏គាត់ទុក Bitcoin នៅពេលដែលវាឡើងដល់$12,000ជាងហ្នឹងលុយរបស់គាត់គឺប្រហែលជាមិនមែនត្រឹមតែ$88,000ហ្នឹងទេប្រហែលជាឡើងទៅដល់រាប់រយលានដុល្លារណោះនិយាយទៅគឺរឿងកាក់ crypto ឬក៏ cryptocurrency នេះពេលខ្លះវាដូចជាហេងពេលខ្លះវាដូចជាសោអញ្ចឹងដែរគឺមានច្រើនករណីមែនទែនដែលមានអ្នកខ្លះហ្នឹងគឺគាត់ភ្លេចខ្លួនហើយក៏គាត់ចំណេញលុយដល់ដឹងខ្លួនឬក៏អ្នកខ្លះខាតលុយដល់ដឹងខ្លួនទៅវាគឺជារឿងដែល unexpected មែនទែនហើយអាហ្នឹងគឺគ្រាន់តែគាត់ធ្វើការទិញ spot ទុកនៅក្នុង wallet ដែលគាត់អត់ដឹងខ្លួនណាបើសិនជាពេលនោះមានការប្រើប្រាស់ពាក់ព័ន្ធជាមួយនឹង crypto exchange ដូចជា Binance អីហ្នឹងទៀតគឺប្រហែលជាគាត់អាចទាញយកផលចំណេញបានកាន់តែច្រើនគាត់ក៏ប្រហែលជាមិនលក់នៅក្នុងឆ្នាំ2013ហ្នឹងដែរប្រហែលជាគាត់ hold ទុកដើម្បីតម្លៃឲ្យឡើងខ្ពស់ដូចជានៅក្នុង Binance អីហ្នឹងទៅព្រោះថាយើងអាចធ្វើការ trade ឬក៏អាចមើលទិន្នន័យឬក៏ data ឬក៏វិភាគទីផ្សារអីបានច្រើនដោយសារតែក្នុងនោះគឺគេមានព័ត៌មានក៏ដូចជាគេមាន tool ច្រើនសម្រាប់ឲ្យយើងមើលអញ្ចឹងណាដូចជា Binance អីហ្នឹងទៅហើយយើងក៏អាចធ្វើការ trade ពាក់ព័ន្ធជាមួយនឹង future ពាក់ព័ន្ធជាមួយនឹងអីផ្សេងជាច្រើនទៀតនិយាយទៅគឺរៀងស្ដាយជំនួសគាត់ដែរក៏ដូចជារៀងសប្បាយចិត្តជំនួសគាត់ដែរដោយសារតែត្រឹមតែ$27សោះឡើងដល់ទៅ$88,000ជាងដោយគ្រាន់តែអត់ធ្វើអីសោះគាត់តែទុកចោលគឺលុយនេះគឺចេញមកតែម្ដងដូចធ្លាក់ទៅលើមេអញ្ចឹងណាពាក់ព័ន្ធជាមួយនឹង Binance ឥឡូវហ្នឹងខាងអាចារ្យរបស់យើងក៏មាន campaign ជាមួយ Binance ផងដែរដោយអ្នកនេះអាចចូលរួមលេងបានជាមួយនឹង campaign ហ្នឹងគឺមាន reward ពាក់ព័ន្ធជាមួយនឹងកាក់យើងហៅថា BAT ដោយអ្នកនេះគ្រាន់តែចូលតាម link referral ដែលខ្ញុំដាក់នៅ comment ហើយចូល log in ក៏ដូចជាចូលទៅកាន់ campaign ហ្នឹងទៅហើយធ្វើ task សាមញ្ញមួយចំនួនដូចជា trade spot ឬក៏ future អីហ្នឹងទៅអ្នកនេះគឺនឹងទទួលបានកាក់ crypto ដែលជាកាក់ BAT ហ្នឹងជា reward ជាម្ខាងនេះកុំភ្លេចចូលរួមលេងទាំងអស់គ្នាហើយបើសិនជាអ្នកដែលគាត់ចង់ចាប់អារម្មណ៍ចង់ចូលរួមជាមួយនឹងអាណាចក្រ community របស់យើងអ្នកនេះក៏អាចចូលទៅ link តាមរយៈ Discord ដែលខ្ញុំដាក់នៅខាង comment នឹងផងដែរក៏ដូចជាអាច chat សួរពុកបន្ថែមតាមរយៈ Facebook page អាណាចក្រយើងបានក្រុមការងារអាណាចក្រនឹងធ្វើការឆ្លើយតបទៅកាន់អ្នកគ្នាដូចគ្នា